បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំបងប្អូនទាំងអស់គ្នាដឹងពីរបៀបនៃការធ្វើក្របសៀវភៅសិស្សដែលមានភាពងាយធ្វើមិនសាំញ៉ាំបាទកុំឲ្យខាតពេលវេលាយូរបងប្អូនទាំងអស់គ្នាយើងចូលទៅទស្សនាទាំងអស់គ្នាជាដំបូងយើងចូលទៅកម្មវិធី Word មកបាទចាំបន្តិចទៅរហូតដល់វាដំណើរការបាទគឺយើងចូលទៅ page layout យក page setup margin ហ្នឹងគឺ top យើងយក1នេះអត់ថននេះគឺយើងយក1ហើយកន្លែងกระดาษនេះគឺយើងយកกระดาษផ្ដេក landscape កន្លែងនេះគឺយើងយក tool យក tool ដើម្បីបានកระดาษជា2ហើយចំពោះกระดาษគឺយើងយក A4 លេខយក A4 មកកន្លែង layout គឺយើងកំណត់ទៅហើយប្រហែលស្រួលយើងយក border ដើម្បីដាក់ស៊ុំវាហើយយើងធ្វើយកទាំងអស់ទាំង4ជ្រុងនោះមកហើយកន្លែងនេះគឺយើងសម្រាប់ដាក់រូបបងប្អូនទាំងអស់នេះយករូបណាក៏បានតាមចិត្តស្រឡាញ់ដូចខ្ញុំយករូបកាយនេះបាទគឺយើងដាក់លេខនេះទៅបាទចុចអូខេបាទនៅពេលចុចអូខេហើយគឺយើងចុចចូលបន្ទាត់មកដើម្បីបានកระดาษ2នេះប៉ុណ្ណឹងគឺយើងបានកระดาษ2បានន័យថាกระดาษ A4 របស់យើងនឹងដាក់กระดาษជាផ្ដេកហើយបែងចែកវាជា2ពុះវាពាក់កណ្ដាលម្នាក់អញ្ចឹងហើយយើងចំណេញនៅពេលដែលយើងព្រីនទៅគឺយើងបាន2ក្របតែម្ដងបាទគឺយើងចុច preview មើលបាទគឺយើងមើលឃើញ2បាទហើយដើម្បីឲ្យបានបតុង preview បងប្អូនអស់នេះចុចយកកន្លែងហ្នឹងមកឥឡូវខ្ញុំចុចបិទសិនជាមួយយើងយកម្ដងទៀតនេះកន្លែង print preview ហ្នឹងបងប្អូនដាក់មកឃើញមានសញ្ញានៅលើហ្នឹងគឺស្រួលយើងចុចមើលតែម្ដងមុននឹងយើង print ណាបាទឥឡូវខ្ញុំមានគំរូនេះមួយបាទធ្វើតាមគំរូនេះជំហានដំបូងយើងមើលគំរូនឹងសិនហើយយើងចាប់ផ្ដើមធ្វើបាទគឺយើងសរសេរនៅលើអត្ថបទលើกระดาษហ្នឹងក៏បានហើយយើងសរសេរនៅក្នុង Word Art នេះក៏បានឥឡូវយើងយក Word Art ចុះបាទខ្ញុំយកមួយនេះនៅពេលយកហើយខ្ញុំដាក់ម៉ូដអក្សរយកខ្មែរ Emulate ហើយខ្ញុំព្រុំវាតូចបន្តិចទៅបាទយើងចាប់ដើមសរសេរដាក់បាទពេលសេរួចឥឡូវខ្ញុំចង់ដាក់ style អក្សរបន្តិចនេះកន្លែងនេះយកអាណាក៏បានឥឡូវយកនេះអូតិចមកសេរីប៉ុណ្្នឹងមើលស្អាតនៅបាទហ្នឹងយើងសេរីតាមចិត្តដែលបងប្អូនចង់ដាក់មិនក៏បាន style mode មិនក៏បានដែរចេះតែយើងស្រឡាញ់ណាឥឡូវខ្ញុំយកនេះចុះមើលវាដាក់ចេះតិចទៀតណាឥឡូវយើងគួរតែធ្វើយកវាកោងបន្តិចមើលទៅដូចយើងតំណងយកប៉ុណ្ណេះស្អាត
បាទឥឡូវយើងចង់បានមួយទៀតយើងគ្រាន់តែ copy វាបងនេះចុច control ហើយនឹងចង្កត់ mouse ឆ្វេងឲ្យជាប់យើងអូសមកអូសបានហើយយើងបន្លែងមកគឺយើងបានមួយទៀតដែរបាទហើយយើងកែវាចង់ដាក់ពាក្យផ្សេងឥឡូវយើងដាក់ថ្នាក់សេចថ្នាក់ទីឥឡូវដាក់ថ្នាក់ទី6អូខេទី6កអូខេគឺយើងឃើញកោងអញ្ចឹងឥឡូវយើងដូរបើយើងទៅកន្លែងនេះយើងរើសម៉ូតហើយយើងដាក់ត្រង់ចុះមកជាការស្រេចបាទឥឡូវយើងដាក់ពណ៌យើងយកពណ៌ចេះមើលទៅដូចយើងក៏ឡូសិនទៅបាទយើងស្រឡាញ់ពណ៌មួយណាបងប្អូនយកពណ៌មួយនោះចុះចែកតាមចិត្តបងប្អូនបាទឥឡូវយើងមើលនេះតិចអូខេបាទអូខេយើងយកប៉ុណ្ណឹងឥឡូវយើងប៉ុណ្ណឹងចុះស្អាតឥឡូវយើងមើលគំរូទៀតមើលអូខេឈ្មោះឥឡូវយើងវាឈ្មោះដើម្បីបានគឺយើងគាត់ copy ឥឡូវបាទយើងយក mouse ស្ដាំម្ដងយកពាក្យ copy ហើយយើងផាសវាប៉ុណ្ណេះនេះយើងបានថ្មីមួយទៀតបាទចឹងបងប្អូនមើលទៅយកមួយណាស្រួលជាងបងប្អូនយកវិធីមួយនោះចុះបាទខ្ញុំធ្វើបង្ហាញឲ្យឃើញយើងសេឈ្មោះមកគ្នាមុនលឿនកញ្ញាលឿនកញ្ញាវិធីមកអូខេប៉ុណ្ណឹងឥឡូវយើងដូរពណ៌បងប្អូនយកនេះមកឥឡូវខ្ញុំយកពណ៌នេះចោលយកមួយទៀតមកបាទមានក្នុងមានក្រៅបងប្អូនយកវាទាំងពីរមកហើយមានលេខពណ៌ស្អាតអូខេប៉ុណ្ណេះមកយកប៉ុណ្ណេះឥឡូវយើងទៅមួយទៀតសិភៅបាទសិភៅចឹងយើងដល់សិភៅគឺយើងគ្រាន់តែ copy ឥឡូវខ្ញុំយកពាក្យខ្ញុំយក copy ហើយយើង copy វាផាសវាបាទចឹងយកដាក់មកក្រោមមកយើងជិះដើមទៅសេពីដែលយើងចង់បានគឺសៀវភៅសិភៅយើងដាក់សិភៅគណិតវិទ្យាបាទឥឡូវសិភៅរួចហើយយើងយកមួយទៀតយើង copy ឲ្យតែហ្មងយើងផាសវាមកអូខេចេញមក
មើលគំរូអូខេឆ្នាំសិក្សាជាងយើងគ្រាន់តែ select លើវាមកទៅសេឆ្នាំយ៉ាខឆ្នាំសិក្សានេះមក2025បានដកគ្នា2026បាទជាងយើងចាប់ពីរួមចំមកគឺជាការស្រេចដាក់វាទូនេះឥឡូវយើងឃើញថាកន្លែងហ្នឹងគឺបាទរបស់គេគឺកោងឥឡូវយើងយកកោងបិទមកវិញបាទគឺមួយនេះបាទលើកោងចុះក្រោមអាក្រោមគឺកោងឡើងលើវិញហើយយើងមើលទៅស្រស់ស្អាតមួយយ៉ាងដែរឥឡូវយើងចាប់ដើមបដូរពណ៌ឲ្យវាបាទឥឡូវមើលអាហ្នឹងមិនដែរអូខេដាក់មើលនេះមានអារម្មណ៍ថាដូចអូខេដូចយើងចាំងភ្នែកពេកមើលទៅដូចយើងសិលយើងចាំងពេកហើយយើងដាក់ពណ៌មួយទៀតអូខេយកអូខេមើលពណ៌នេះមើលបាទពណ៌នេះមើលទៅដូចយើងស្រស់ស្អាតបាទចេញសម្រាប់យកពណ៌នេះចុះបាទអូខេឥឡូវយើងរួចក្របមួយជាស្ថាពរអញ្ចឹងយើងមើលកន្លែងនេះគួរដាក់ថែមសញ្ញាភ្នែកមាន់ដែរដកឃ្លាបន្តិចនៅថ្នាក់ទីដកឃ្លាដែរមើលទៅយើងស្អាតអូខេឥឡូវយើងបានមកក្របហើយនៅមកក្របទៀតយើងគ្រាន់តែចុចមកស្ដាំលើវាយើង copy មកខាសមកគឺជាការស្រេចយើងបានមួយទៀតបាទបងប្អូនទាំងអស់គ្នាកន្លែងហ្នឹងគឺលឿនមែនទែនហើយកន្លែងនេះខ្ញុំខ្ជិលពើមកស្ដាំខ្ញុំចុច control មកចាប់វីដេអូមកហើយមកដល់កន្លែងនេះយើងបន្លែងមកគឺជាការស្រេចស្រីវាមកតាមអ្វីដែលយើងចង់បានណាអូខេមើលមិនដែរអូខេយើងបានហើយឥឡូវយើងចាប់មួយទៀតមកចុចបាទចុច control ឲ្យជាប់ហើយដៃម្ជិននេះចាប់ម៉ៅស្ដាំម៉ៅឆ្វេងអូសមកបាទអូសមកគឺវាបានហើយចាំយើងបន្លែង
បាទប៉ុណ្ណេះរបស់យើងគឺរួចរាល់បាទរួចរាល់ជាស្ថាពរហើយបាទយើង print view វាមើលបាទគឺយើងចុច print view ហ្នឹងគឺយើង print preview បែបណាគឺយើង print មកចេញបែបហ្នឹងបាទហ្នឹងគឺយើងបានក្របសៀវភៅ2មុខវិជ្ជាបាទគឺថាវីដេអូរបស់យើងគឺបានដល់ទីបញ្ចប់ដែរខ្ញុំបាទសូមអរគុណបងប្អូនដែលបានទស្សនាមកដល់ទីបញ្ចប់ហើយកុំភ្លេចជួយចុច Subscribe និងជួយ Follow ម្នាក់មួយផងដើម្បីទូជាការលើកទឹកចិត្តឲ្យខ្ញុំបានផលិតវីដេអូចែកជូនពុកម៉ែបងប្អូនលើកក្រោយទៀតនៅអ្វីដែលថ្មីបានសូមអរគុណ